សួរក៏ដូចជាសួស្តីមិត្តអ្នកសិក្សាភាសាអង់គ្លេសរបស់យើងទាំងអស់គ្នាចឹងសម្រាប់ថ្ងៃនេះយើងមកបន្តធ្វើលំហាត់នៅក្នុងមេរៀន Test 4របស់យើងតទៀតហើយលំហាត់នេះគឺយើងនឹងចាប់ផ្ដើម from number 8ដល់ number 15តើកុំឲ្យខាតពេលយូរយើងចូលមកធ្វើលំហាត់របស់យើងទាំងអស់គ្នាអូខេអញ្ចឹងយើងមកកលេចមើល number 8របស់យើងទាំងអស់គ្នាល្បះនេះគេដាក់ថា My parents eat meat អូខេល្បះនេះក្នុងចម្លើយរបស់យើងពី A ដល់ D តើយើងគួរយកចម្លើយមួយណាយើងមាន A don't B aren't C doesn't ហើយនិង D are អូខេអញ្ចឹងវាមានរឿងច្រើនដែលអ្នកនាងត្រូវមើលណាទី1យើងក៏លេចមើលទៅលើ subject របស់យើងគឺពាក្យ parents parent ហ្នឹងគឺជានាមគេហៅថាពហុវចនៈដោយសារតែយើងឃើញមាន s អញ្ចឹងបើជំនួសជាសព្វនាមគឺស្មើនឹង they អូខេហើយនៅក្នុងទម្រង់ present simple they គឺយើងប្រើជាមួយនឹងកិរិយាសព្ទជាទម្រង់ពពួក base form កិរិយាសព្ទទម្រង់ដើមដែលមិនត្រូវថែមអីឲ្យវាទេប៉ុន្តែនៅក្នុងករណីដែលយើងឃើញចម្លើយទាំងអស់នេះគឺសុទ្ធតែជាចម្លើយដែលក្នុងទម្រង់បដិសេធលើកលែង1អញ្ចឹងណាអញ្ចឹងក្នុងករណីនេះបើសិនជាទម្រង់បដិសេធគឺយើងប្រើជាមួយនឹង do not ឬក៏ don't អូខេហើយប្រើជាមួយនឹងកិរិយាសព្ទដែលយើងហៅថាកិរិយាសព្ទ base form នឹងឯងអូខេ right អញ្ចឹងអឺយើងកន្លែងមើលចម្លើយយើងអស់ A គឺជាចម្លើយដែលត្រឹមត្រូវអូខេមូលហេតុដែលយើងមិនយក B ឬក៏យក D ឬក៏យក C ដោយសារតែអឺ present simple ដែលយើងប្រើជាមួយ to be មាន am is are នឹងជាដើមខាងក្រោយរបស់វាគឺអត់ប្រើជាមួយនឹងកិរិយាសព្ទទេគឺយើងអាចប្រើជាមួយនាមឬក៏គុណនាមចំណែក doesn't នេះគឺអត់ត្រូវទេដោយសារតែប្រធានរបស់យើងគឺមិនមែនជាបរិបទទី3ឯកវចនៈ Move on to number 9 summer holidays ចុច in June អូខេ summer holiday យើងបកថាវិស្សមកាលរដូវក្តៅណាយើងក៏លេចមើលទៅលើរបស់នេះអ្វីដែលយើងគួរមើលដំបូងគឺយើងមើលប្រធានដូចគ្នាពាក្យថា holidays នៅទីនេះគឺយើងឃើញថាមាន s ករណីនេះក៏មិនខុសពីខាងលើដែរបើជំនួសជាសព្វនាមស្មើ day អូខេអញ្ចឹងបើសិនជាកិរិយាសព្ទតើគួរប្រើកិរិយាសព្ទប្រភេទអីប្រកបណាគឺយើងប្រើជាមួយនឹងពពួកកិរិយាសព្ទដែលយើងហៅថា base form នឹងឯងអូខេកន្លែងមកមើលចម្លើយយើងទាំងអស់យើងមាន A begins B begin C beginning ហើយនិង D began នៅក្នុងទម្រង់ present simple នេះអឺយើងមិនអាចយកចម្លើយ D បានទេដោយសារវាជាទម្រង់ past tense ចម្លើយ C ក៏យើងអត់ប្រើបានដែរមូលហេតុដោយសារតែកិរិយាសព្ទ beginning ហ្នឹងគឺជាទម្រង់ present continuous ហើយ present continuous គឺយើងប្រើជាមួយកិរិយាសព្ទដែលមាន to be ជាមួយរបស់យើងគឺអត់មាន to be ទេអញ្ចឹងយើងអត់យកវាទេនៅសល់ A នៅសល់ B ចម្លើយ A ក៏យើងមិនយកដែរដោយសារអីកិរិយាសព្ទរបស់យើងគឺ the same មាន s ដែលវាប្រើតែជាមួយនឹងពពួក he she it ប៉ុណ្ណឹងទេអញ្ចឹងនៅសល់មួយចម្លើយត្រឹមត្រូវរបស់យើងគឺ B អូខេnumber 10 we tennis on Monday evenings but my little sister ចុច on Sundays អូខេយើងមើលណាជាទូទៅគឺយើងឃើញមានevening មាន s Sunday មាន s មានថារៀងរាល់ល្ងាចរៀងរាល់ថ្ងៃអាទិត្យអញ្ចឹងទៅប៉ុន្តែកន្លែងនេះគេដាក់ថា Monday is evening អញ្ចឹងរៀងរាល់ល្ងាចថ្ងៃច័ន្ទអញ្ចឹងទៅអតែយើងគួរយកកិរិយាសព្ទមួយណាអឺកលេចមើល subject របស់យើងត្រង់ចំណុចទី1នេះsubject របស់យើងគឺ we អញ្ចឹង we ក៏មិនខុសពីខាងលើដែរគឺយើងប្រើជាមួយនឹងប្រភេទកិរិយាសព្ទទម្រង់ដើមដែលហៅថាកិរិយាសព្ទ base ហ្នឹងអឺមួយរឿងដែល like មួយរឿងទៀតគឺកន្លែងពាក្យថា my little sister កន្លែងនេះគឺយើងសង្កេតមើលឃើញពាក្យ sister គឺអត់មានសរសេរថាម s ទេមានថាសំដៅលើតែម្នាក់ទេអញ្ចឹងបើជំនួសជាសព្វនាមគឺស្មើ she អឺករណីនេះកិរិយាសព្ទដែលយើងប្រើគឺជាប្រភេទកិរិយាសព្ទដែលយើងត្រូវថែមអីឲ្យអាចមាន s មាន es ឬក៏ change y ទៅជា is អញ្ចឹងទៅអូខេនេះគឺជាអីដែលយើងត្រូវពិចារណាអញ្ចឹងរកមើលចម្លើយវាទាំងអស់គ្នា A យើងមាន play ហើយនិង play B plays ហើយនិង plays C play ហើយនិង plays មានន័យថាមាន
s មួយអត់ s មួយហើយចំណែក d នេះគឺយើងឃើញមាន plays ហើយនិង play អូខេគ្រាន់តែខុសគ្នាពី C បន្តិចត្រង់ថាខាងមុខគឺគេសាប់ play មាន s sorry អត់ s ហើយខាងក្រោយនេះមាន s ចំណែក d គឺមាន s ខាងមុខអត់ s ខាងក្រោយអមបើយើងពិចារណាតាមទម្រង់របស់យើងគឺមានន័យថាខាងមុខនេះគឺយើងប្រើគេសារមាន s ខាងក្រោយគឺមាន s អូខេអញ្ចឹងចម្លើយត្រឹមត្រូវនៅទីនេះគឺចម្លើយ C អមអានេះធ្លាក់មកក្រោមតិចណាស់អូខេnumber 11 you ចុច a lot of things in ចុច free time អូខេកន្លែងមកមើលរបស់យើងវិញកន្លែងនេះមានបន្លោះពីរតើបន្លោះទី1គឺយើងឃើញមាន you ហើយបន្តមក a lot of things អឺតើវាបាត់អី you ជា subject ក្រោយមកទៀតអ្វីដែលបាត់គឺកន្លែងនេះវាជាកន្លែងដែលយើងត្រូវការបំពេញជាកិរិយាសព្ទអូខេហើយបើសិនជាកិរិយាសព្ទដែលត្រូវបំពេញហ្នឹងក៏ត្រូវតែជាពពួកកិរិយាសព្ទ base ដែរកន្លែងដែលបាត់នេះណាអូខេចំណែកខាងក្រោយនេះគឺយើងត្រូវប្រើពពួកអឺគេហៅថាpossessive adjective សំដៅសេកាត់ pos adj ករណីនេះគឺយើងត្រូវប្រើដើម្បីឲ្យវាស្របជាមួយនឹងsubject របស់យើងអូខេ right អញ្ចឹងយើងកន្លែងមើលទី1 you គឺយើងប្រើជាមួយគេស័ព្ទដែលអត់មាន s កន្លែងមើលចម្លើយរបស់យើងអស់គឺមាន A do ហើយនឹង our B does ហើយនឹង your C do ហើយនឹង my ចំណែក D គឺ do ហើយនឹង your កន្លែងមើលទៅគឺគេស័ព្ទដែលមាន do នឹងមានដល់ទៅ3យើងមាន A មួយយើងមានចម្លើយ C មួយយើងមានចម្លើយ D មួយអញ្ចឹងយើងអាចលុបចម្លើយ B ចោលបានដោយយើងមិនអាចយកវាមកពិចារណាបានទេកន្លែងមកមើល subject you វិញម្ដងបើសិនជាគុណនាមកម្មសិទ្ធិរបស់ you គឺពាក្យថា your អូខេ you your អញ្ចឹងណាអញ្ចឹងចម្លើយដែលមាន do ហើយនឹង your គឺមានចម្លើយមួយទេគឺចម្លើយ D អូខេចម្លើយផ្សេងទៀតគឺយើងមិនអាចយកទេដោយសារតែវាមិនមែនជាពពួកគុណនាមកម្មសិទ្ធិដែលត្រូវឬក៏ដែលស្របជាមួយនឹងប្រធានរបស់យើង Number 12 My cat licks ចុច tail every evening but my dogs never lick ចុច tails អូខេយើងមើលកន្លែងនេះគឺអបាត់មួយគឺយើងបាត់ពពួកគុណនាមកម្មសិទ្ធិចំណែកឯខាងក្រោយនេះក៏បាត់គុណនាមកម្មសិទ្ធិដូចគ្នាអូខេអញ្ចឹងដើម្បីរកពពួកដែលយើងហៅថាពពួកអឺ possessive adjective នឹងត្រូវវាត្រូវតម្រូវអ្នកគ្នាកលេចមើល subject របស់យើងឲ្យច្បាស់ដើម្បីឲ្យវាត្រូវជាមួយនឹងគ្នាអូខេអអឺ case របស់យើង my cat ឆ្មាអញ្ចឹងយើងកលេចមើលពាក្យ cat នេះមួយ cat នេះគឺ sorry cat គឺជាសត្វហើយមានតែមួយក្បាលទេអញ្ចឹងបើសិនជាសពនិយមមកជំនួសគឺ it អូខេអញ្ចឹងបើសិនជាវាត្រូវប្រើគឺយើងត្រូវប្រើពពួក possessive adjective ដែលត្រូវជាមួយនឹង subject ឬក៏ដែលត្រូវជាមួយនឹងសព្វនាម is នេះឯងនេះរឿងមួយបន្ទាប់មកទៀតយើងមានរឿងទី2គឺmy dogs dog របស់យើងគឺមាន s ករណីនេះគឺចំនួនសព្វនាមស្មើដីអញ្ចឹងពពួកគុណនាមកម្មសិទ្ធិដែលត្រូវជាមួយដីគឺ there ចំណែកឯit គឺប្រើ its មាន s បែបហ្នឹងណាអញ្ចឹងចម្លើយយើងត្រូវរកពីរពាក្យរកពាក្យ its រកពាក្យ there អញ្ចឹងយើងកន្លែងមើលចម្លើយយើងអស់ A យើងមានពាក្យ its ហើយនឹង there B យើងមាន its ហើយនឹង its C យើងមាន there ហើយនឹង its ហើយនឹង D គឺយើងអត់ដាក់អីទាំងអស់អញ្ចឹងចុងក្រោយចម្លើយដែលត្រឹមត្រូវគឺមានមួយគឺចម្លើយ A អូខេបន្ទាប់ number 13 I like ចុច football but my brother doesn't អូខេអឺតើយើងយកចម្លើយមួយណាកន្លែងនេះយើងត្រូវពិចារណាមួយអឺ like ត្រូវបូកជាមួយនឹងប្រភេទកិរិយាសព្ទដែលយើងហៅថាជាប្រភេទ verb pattern ណាមកគូរបស់វាកិរិយាសព្ទ like ហ្នឹងគឺបូកជាមួយ verb ing អានេះគេហៅថា verb pattern អូខេ right អញ្ចឹងយើងរកមើលចម្លើយមួយណាដែលមាន verb ing យើងមាន A play B played C playing ហើយនិង D គឺ plays អូខេចម្លើយដែលត្រឹមត្រូវនៅទីនេះគឺចម្លើយ C អូខេ
Number 15 oh sorry number 14 she likes to enjoy TV but her husband doesn't គេអត់ខុសពីខាងលើដែរទេគេ sub likes ដូចគ្នាអញ្ចឹងយើងរកមើលចម្លើយមួយណាដែលមាន ing យើងមាន A watching B to watch C watches ហើយនិង D watched អូខេចឹង number 14 មើលឃើញស្រួលនឹងភ្នែកណាចម្លើយគឺ A ដោយសារ G គេ sub ing ហើយ number 15 មួយចុងក្រោយ her sister doesn't ចុចចុច eating a hamburger អូខេកន្លែងនេះគឺវិជាជាមួយខាងលើខាងលើគឺយើងមានគេ sub like ហើយគេឲ្យយើងទៅរកប្រភេទគេ sub pattern របស់វាគឺយើងទៅប្រើមួយ verb ing ចំណែកខាងក្រោមយើងឃើញមាន verb ing ប៉ុន្តែបាត់គេ sub គេហៅ main verb របស់វាណាអូខេអញ្ចឹងយើងក៏លេចមើលចម្លើយរបស់វាជាទូទៅគឺlike បូកជាមួយ verb ing តែទំសួរថាតម្រងគេ sub like មួយណាដែលត្រូវនៅក្នុងល្បះនេះបើសិនជាល្បះនេះជាតម្រងបដិសេធហើយយើងមើលឃើញណានេះមានពាក្យ doesn't អញ្ចឹងនៅក្នុង present simple ល្បះស្របគឺយើងប្រើគេ sub ត្រូវតែមាន ses ប៉ុន្តែនៅក្នុងល្បះបដិសេធគឺគេ sub របស់យើងគឺត្រូវតែ change នេះដោយសារតែប្រធានរបស់យើងគឺជាបន្លោះទី3ឲ្យវចនៈអញ្ចឹងណាអញ្ចឹងគេ sub ដើមយើងហៅថា verb base នៅក្នុង number 15យើងមានមួយចម្លើយគឺចម្លើយ A ដោយសារតែ like គឺយើងទៅសេអត់មានអីឲ្យវាទេដល់ពេល B C និង D គឺសុទ្ធតែខុសដោយសារអីករណី B នេះគឺ like មាន s ដែលមិនត្រូវក្នុងទម្រង់បដិសេធទេនៅក្នុងល្បះ present simple ចំណែកឯ C នេះក៏មិនត្រូវដែរដោយសារតែ liking គឺជាទម្រង់របស់ present continuous អញ្ចឹងអត់មានប្រើជាមួយ doesn't នោះទេហើយចំណែក liked ជាទម្រង់ past tense ក៏អត់ប្រើមួយ doesn't នេះដែរអូខេអញ្ចឹងវីដេអូរបស់យើងគឺមានប៉ុណ្ណឹងសង្ឃឹមថាអ្នកនរគ្នាទាន់ជាមួយនឹងការដោះស្រាយលំហាត់របស់យើងហើយនឹងរៀនសូត្របានអីថ្មីហើយយើងនឹងទៅជួបវីដេអូដែលដោះស្រាយលំហាត់បែបនេះផ្សេងទៀតនៅពេលខាងមុខទៀតអរគុណច្រើន